ជារំភើបរីករាយនិងមានមោទនភាពចំពោះខ្លួនឯងជាក្រៃលែងដែលបានចូលរួមក្នុងការលើកស្ទួយនិងអភិរក្សអក្សរសាស្ត្រខ្មែរយើងដោយការសរសេរតាមអានជាសាធារណៈនៅលើស្ពានហារបស់ប្រាសាទអង្គរវត្តមិនត្រឹមតែប៉ុណ្ណោះទេខ្ញុំក៏ទទួលបានបទពិសោធន៍ជាច្រើនដើម្បីចែករំលែកទៅកាន់បងប្អូនដែលគាត់មិនទាន់បានចូលរួមក្នុងព្រឹត្តិការណ៍មួយនេះផងដែរហើយសម្រាប់អ្នកដែលមានបំណងចង់ចូលរួមក្នុងការសរសេរតាមអានជាសាធារណៈនេះគឺគាត់អាចចូលរួមបានគ្រប់ស្រទាប់វណ្ណៈមិនថាក្មេងចាស់ប្រុសស្រីឬក៏អាយុប៉ុន្មានក៏ដោយឲ្យតែពួកគាត់អាចសរសេរនិងយល់ពីអក្សរសាស្ត្រខ្មែរយើងបានគឺគាត់អាចចូលរួមសរសេរបានហើយចំពោះការចុះឈ្មោះគឺយើងត្រូវបង់ថវិកាចំនួន 20,000 រៀលហើយ 20,000 រៀលនោះយើងក៏ទទួលបានអាវមួយសម្រាប់ពាក់នៅថ្ងៃយើងសរសេរសំណេរនោះដែរនៅពេលថ្ងៃសរសេរមកដល់យើងកុំភ្លេចយកក្រមាឬក៏កន្សែងដាក់ជាប់ខ្លួនផងដើម្បីជូតសម្អាតតុដែលមានទឹកសន្សើមជៀសវាងការប៉ះពាល់ដល់សិលឹកកិច្ចការរបស់យើងអ្វីដែលពិសេសត្រូវយកប៊ិចដែលងាយស្រួលសរសេរសម្រាប់ខ្លួនឯងយកទៅសរសេរផងណារីឯទូរស័ព្ទវិញគឺយើងអាចយកចូលទៅបានប៉ុន្តែយើងត្រូវបិទសំឡេងវាកុំឲ្យរំខានដល់គណៈកម្មការឬក៏រំខានដល់អ្នកដែលនៅជុំវិញខ្លួនយើងមួយវិញទៀតព្រឹត្តិការណ៍មួយនេះគឺគេធ្វើនាពេលព្រឹកព្រលឹមហើយប្រកាសលទ្ធផលនាពេលថ្ងៃរសៀល